ថ្ងៃនេះត្រូវថ្ងៃពុធត្រូវនឹងថ្ងៃទី11ខែកុម្ភៈឆ្នាំ2026ខ្ញុំបាទជាងនិលបានបញ្ចប់ការងារនៅខាងខេត្តកំពង់ឆ្នាំងមួយកន្លែងចិត្តហើយការងារនេះដែររយៈពេលពួកខ្ញុំដំឡើងឆ្អឹងដែកហើយនឹងប្រក់19ថ្ងៃសាច់ការងារដែលយើងធ្វើឥឡូវវេលាម៉ោង4កន្លះឥឡូវយើងបានបញ្ចប់ការងារហើយយើងទុកhơiមើលគាត់ណាចាញ់ចូលពុកម៉ែបងប្អូនឬក៏មេការឬក៏អ្នកម៉ៅការសំណងធំបើមានតម្រូវការអាចតាក់ទងខ្ញុំបានតាមលេខទូរស័ព្ទនៅក្នុង TikTok និង Facebook មានឥឡូវខ្ញុំក៏អត់ទាន់មានជាប់កម្រងនៅខេត្តណាទៀតទេចាប់មួយកន្លែងនេះសម្រាប់បងត្រីទៀតហើយនេះព្រំមេតបូលយើងបងប្អូនត្រង់ព្រីងតែម្ដងហើយមើលច្អូតូដែលខាងដែលយើងប្រក់ក្បឿងត្រង់ព្រីងតែម្ដងហើយការងារជាក់ស្ដែងពិតបងប្អូនមិនមែនវីដេអូ AI ណាបងប្អូនតែងតាមដានវីដេអូ TikTok ខ្ញុំដឹងស្រាប់ហើយការងារដែលខ្ញុំដំឡើងធ្វើមួយគឺតាន់ម៉ាន់តែម្ដងទិនក៏នេះហើយទិនអាចចោះដឹងឲ្យនិស្សិតយកនេះមកសយោទឹកតិចមកបាញ់សម្អាតនឹងតិចមើលសយោទឹកក៏គាត់ដល់អត់ប្រាប់និស្សិតតិចទៅដាច់ខ្សែភ្លើងអស់អីក៏នាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលការងារខាងក្នុងម្ដងអានេះក៏ខ្ញុំដោះស្បែកជើងដែរទេរៀងអត់សូវហ៊ានពាក់បែកជើងវាក្បឿងនេះវាល្អចោះទៅមើលយើងខាងក្នុងតែម្ដងនេះការងារខាងយើងបាត់ក្រោមដំបូលគ្រឿងអញ្ចឹងក៏ពុកម៉ែបងប្អូនឬក៏បងប្អូនសាក្រោយក៏មើលការងារបងប្រចាំរាល់ថ្ងៃនេះយើងមើលក្បាលក្បឿងដែលខ្ញុំចែកដៃអាណៃហ្នឹងក៏អញ្ចឹងវារត់ចំគ្នាអញ្ចឹងអត់មានខ្ពស់ទៀតទេដែរណែយើងហើយក្បឿងដែលយើងប្រក់ទៅក្បាលក្បឿងហ្នឹងវារត់ចំគ្នាស្មើគ្នាហើយចំក្បឿងពីក្រៅក៏វាចំគ្នាដែរនេះក៏មិនមកចំណុចណាបងប្អូនវាគ្រប់ជ្រុងចែងទាំងអស់តែម្ដងនេះក៏ការងារក្បួនដែលយើងធ្វើដំបូលក្បឿងអញ្ចឹងវាបានចុងក្បឿងវាស្មើគ្នាហើយយើងព្រំក៏បានស្អាតដែរហើយថ្ងៃនេះក៏ថតការងារបង្ហើយបញ្ចប់ហើយថ្ងៃនេះគឺអស់មានវីដេអូចេញទៀតហើយតោះតាមានការងារបានមានវីដេអូចេញបងប្អូនអាសាតាមដានហើយក៏បងប្អូនខ្លះក៏ចង់ធ្វើតាមបងក៏ការងារនេះវារឿងស្មុគស្មាញធ្វើរឿងប្រើរយៈពេលរឿងយូរសប្ងៃគេអត់សូវវែងឆ្ងាយគិតច្រើនទេគេធ្វើឲ្យតែបានតែចិត្តកុំឲ្យតែលិចទឹកអញ្ចឹងហើយក៏ពិបាកធ្វើដូចខ្ញុំចេះវាញ៉ៃយូរអញ្ចឹងវាគិតច្រើនស្មុគស្មាញបើបានធ្វើដូចខ្ញុំចេះក៏វាស្អាតហើយក៏បាត់ផ្ទងបាត់អីក៏ខ្ញុំកាត់ឲ្យឡើងហើយយើងបិទអត់ឲ្យឃើញប្រហោងដែរមើលអញ្ចឹងឥឡូវកំពុងរៀបចំតទឹកយើងសម្អាតក្បឿងខាងលើបន្តិចចុះទៅក្រោមតែម្ដងឥឡូវនេះខ្យល់នេះវាចាប់ផ្ដើមបាញ់សម្អាតហើយក៏បងប្អូនខ្លះថាធ្លាប់ប្រក់ក្បឿងហ្នឹងពេលភ្លៀងម្ដងមកវាលិចជ្រេចជ្រោចឥឡូវក៏ហើយការងារហើយក៏ខ្ញុំក៏សាកបាញ់ទឹកតែម្ដងហើយខ្ញុំក៏ចង់ដឹងតាមហ្នឹងដែរអានេះក៏យើងអត់គួរឃើញមានប្រាំងអើយប្រាំងបាញ់តាណាមកកន្លែងឲ្យបាន5នាទីមើលបងថតវីដេអូពីក្រៅមើលចង់ដឹងវាមានជ្រាបទឹកលិចអីអត់បាញ់ម្ដុំចៃហ្នឹងបាញ់ឲ្យបាន5នាទីមើល
ប្អូននេះទឹកយើងបាញ់ទាញយោទៅលើឥឡូវក៏អត់ទាន់ឃើញមានជ្រាបទឹកអីមួយដំណក់ដែរខ្ញុំចេញទៅក្រៅតែម្ដងបាញ់សយោទឹកខាងលើនោះយើងសម្អាតឲ្យគាត់ឲ្យបានស្អាតបាតមុនតែស្អែកត្រឡប់ទៅផ្ទះវិញដាក់មកស្អាតណាមិនក៏ឡើងថតមិនក៏អត់ទាន់បានសម្អាតហើយវាល្អិលអញ្ចឹងណាឥឡូវក៏ថតហើយទៅឲ្យគាត់សម្អាតតែម្ដងទៅបងប្រាំងបាញ់មកជ្រុងគ្នាហើយបាញ់តែខាងនោះបងចូលទៅបាញ់ខាងប៉ិតហើយបងមើលបងហើយម្ចាស់ផ្ទះមកមើលឲ្យគាត់ឆែកការងារហើយសិនមុនទៅផ្ទះបងមកមើលអាត្នេះហើយណាយើងបាញ់ទឹកឲ្យយើងមើលទាំងអស់គ្នាទៅឥឡូវបានថាវាអត់លិចទឹកទេយើងរួចខ្លួនហើយក្បឿងនេះហើយកុំឲ្យថាបងប្អូនយើងនៅក្នុងTikTok ឬ Facebook គាត់វេកញែករឿងក្បឿងយើងហៅថាក្បឿងម៉ាឡេនេះគាត់មានបញ្ហាច្រើនផ្ទះណាក្បឿងនេះឥឡូវមកជួបរបស់ពិតហើយក៏ original ក៏ជួបរបស់ពិតដូចគ្នាបងមើលមកឆែកហើយបងតាណាត្នៃឲ្យយើងមើលអត់បងប្អូនអត់មានស្រកអត់មានអីមកតំណក់ទេតនជាងនៅមានបញ្ហាអីក្បឿងប្រេះក្បឿងស្រាំតាណាពេលយើងប្រក់យើងទាញប្រក់អីចឹងយើងមិនបានពិនិត្យឲ្យសពជ្រុងជ្រោយអញ្ចឹងវាខ្លាចតែប្រេះអីតាណាត្នៃទៅកុំឲ្យបាក់ហៅជាងមកឆ្ងាយអញ្ចឹងក៏ឲ្យម្ចាស់ផ្ទះជួយមើលនេះម្ចាស់ផ្ទះសង្ហាដែរហ្នឹងអរគុណបងប្រុសដែលហៅខ្ញុំពីខាងខេត្តបាត់ដំបងមកធ្វើដំបូលជូនពរបងសុខភាពល្អនិងសំណាងល្អឆ្នាំ2026យើងនេះហើយនឹងជូនដល់ពរដល់ប្រពន្ធនិងទាំងកូនទាំងអស់គ្នាហើយក៏នេះកើតនេះក៏បានជាងនៅខាងខេត្តកំពង់ឆ្នាំងជួយការងារបានបញ្ចប់អរគុណច្រើនមិនថាជួយមិនគិតប្រាក់ទេបងប្អូនគិតដែរណាហើយក៏នោះអរគុណកម្លាំងបងប្អូនមកខាងខេត្តបាត់ដំបង2នាក់ដែរបងប្អូនឈ្មោះប្រាំងហើយនឹងឈ្មោះទឹមរំទៅចេញឈ្មោះទឹមនេះហើយក៏ជើងនេះប្រពន្ធក៏មកជួយការងារសម្រាប់ការងារបានខ្លះដែរបាយទឹកឬខោអាវអរគុណច្រើនដែរហើយចុងក្រោយក៏អរគុណបងប្អូនយើងតែងតែតាមដានវីដេអូហើយនឹងក៏ចុចបេះដូងឲ្យអរគុណច្រើន